ថៃរៀបចំឈុតឆាកធ្វើជាទាហានខ្មែរដាក់មីនសម្ដេចតេជោថាសម្ដែងបានល្អតែខ្វះបច្ចេកទេសតាមរយៈទំព័រ Facebook Page នៅយប់ថ្ងៃទី4ខែធ្នូនេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានប្រតិកម្មតបទៅនឹងការចុះផ្សាយដោយកាសែតថៃ The Nation ដោយភ្ជាប់នឹងរូបភាពបុរស2នាក់ស្លៀកសម្លៀកបំពាក់ឈុតទាហានខ្មែរកំពុងបង្កប់មីនសម្ដេចតេជោបានប្រាប់ឲ្យអ្នកដឹកនាំរឿងថៃថ្ងៃក្រោយរៀបចំសេណារីយ៉ូឲ្យបានល្អឬតួសម្ដែងឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវពិសេសបង្រៀនអ្នកថតឲ្យចេះថតពីរបៀបធ្វើចោលលួចដាក់មីនទើបគេជឿសារបង្រៀនថៃពីរបៀបដាក់មីនថ្មីរបស់សម្ដេចតេជោធ្វើឡើងក្រោយភាគីថៃតែងតែបង្កើតសាច់រឿងចោទម្ដងហើយម្ដងទៀតថាកម្ពុជារំលោភលើអនុសញ្ញាអូតាវ៉ាក្នុងបទអន្តរាគមន៍នាកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាលោកអ៊ិនដារ៉ាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងសេណែវប្រទេសស្វីសបានការពារភាពស្អាតស្អំរបស់កម្ពុជានិងបានប្រតិកម្មតបទៅវិញថាកម្ពុជាតែងតែគ្រប់កាតព្វកិច្ចរបស់ខ្លួនដោយអនុលោមតាមអនុសញ្ញាអូតាវ៉ាផ្ទុយពីការចោទប្រកាន់របស់ថៃ